មេរៀនទី69អំណានបឹងទន្លេសាបបឹងទន្លេសាបជាជង្រុកត្រីនៃប្រទេសកម្ពុជានៅរដូវវស្សាបឹងទន្លេសាបលាតសន្ធឹងល្វឹងល្វើយបឹងនេះមានព្រៃរនាមដុះជុំវិញដែលជាជម្រកសម្រាប់ត្រីពងបឹងទន្លេសាបសម្បូរត្រីទឹកសាបជាងគេលើពិភពលោករៀងរាល់ឆ្នាំប្រជាជនយើងនេសាទត្រីបានច្រើនក្រៃលែងពួកគេយកត្រីទាំងនោះសម្រាប់ធ្វើម្ហូបអាហារដូចជាប្រហុកផ្អកត្រីងៀតត្រីឆ្អើរឡាក់ដីជុំវិញបឹងទន្លេសាបមានជីជាតិល្អណាស់សម្រាប់ដំណាំកសិកម្មពិសេសដំណាំស្រូវបឹងទន្លេសាបជាប្រភពធនធានធម្មជាតិមួយយ៉ាងសំខាន់នៃប្រទេសកម្ពុជាការរៀនពាក្យកអំណានពាក្យវស្សាអានថាវស្សាធម្មជាតិអានថាធម្មជាតិកសិកម្មអានថាកសិកម្មខពន្យល់ពាក្យកសិកម្មការធ្វើស្រែចម្ការចិញ្ចឹមសត្វធម្មជាតិអ្វីដែលកើតឡើងដោយឯកឯងធនធានទ្រព្យរបស់ផ្សេងដែលគង់នៅកពាក្យន័យដូចនឹងពាក្យប្រជាជនប្រជារាស្ត្រប្រជាពលរដ្ឋសំណួរ1តើបឹងទន្លេសាបមានលក្ខណៈដូចម្តេច2តើនៅជុំវិញបឹងទន្លេសាបមានអ្វីដុះ3តើគេយកត្រីមកធ្វើអ្វីខ្លះ4ហេតុអ្វីបានជាដំណាំនៅជុំវិញបឹងទន្លេសាបផ្ដល់ផលបានច្រើនលំហាត់ចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវប្រទេសកម្ពុជាលាតសន្ធឹងព្រៃរនាមជម្រកពិភពលោកផ្ទៃដីប្រភពធនធានធម្មជាតិសំណេរកចូលសរសេរតាមអានចម្លងពាក្យនិងល្បះខាងក្រោមល្វឹងល្វើយវស្សាកម្ពុជាធនធានធម្មជាតិនៅរដូវប្រាំងទឹករាក់ប្រជាជនយើងនេសាទត្រីបានច្រើនក្រៃលែងខចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវកសិកម្មទឹកសាបជុំវិញល្វឹងល្វើយជង្រុក1បឹងទន្លេសាបជាត្រីនៃប្រទេសកម្ពុជា2នៅរដូវវស្សាបឹងទន្លេសាបលាតសន្ធឹង3បឹងទន្លេសាបសម្បូរត្រីជាងគេលើពិភពលោក4ផ្ទៃដីបឹងទន្លេសាបមានជីជាតិល្អណាស់សម្រាប់ដំណាំពិសេសដំណាំស្រូវចូលគូភ្ជាប់ឃ្លាខាងក្រោមឲ្យបានជាល្បះត្រឹមត្រូវ1បឹងទន្លេសាបជាជង្រុកត្រី2បឹងទន្លេសាបជាប្រភពធនធាន3បឹងនេះមានព្រៃរនាមដុះជុំវិញ4បឹងទន្លេសាបសម្បូរត្រីទឹកសាបកជាងគេលើពិភពលោកខនៃប្រទេសកម្ពុជាធម្មជាតិមួយយ៉ាងសំខាន់នៃប្រទេសកម្ពុជាដែលជាជម្រកសម្រាប់ត្រីពង